ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកចែករំលែកបទពិសោធន៍មួយតកតងទៅនឹងការបង្កើតមន់ការលក់មន់ចំណុចចាប់ផ្ដើមរបស់បងប្អូនខ្ញុំជឿជាក់ថាបងប្អូនខ្លះនៅពេលដែលគាត់បង្កើតមន់អត់ទាន់បានផ្គត់ផ្គង់គ្រប់គ្រាន់ទៅលើទីផ្សារហើយក៏លក់ដាច់គាត់ប្រកាសជាទិញមន់ដើរទិញមន់ពីអីគេខ្ញុំលក់ខ្ញុំប្រាប់បងប្អូនថាធ្វើបែបនេះវាអត់ជាជំរើសល្អទេតាមបទពិសោធន៍របស់ខ្ញុំពីមុនមកក៏ខ្ញុំធ្លាប់ធ្វើបែបហ្នឹងដែរការពីខ្ញុំនៅស៊ីមរៀបការពី5 6ឆ្នាំមុនបងប្អូនត្រូវចាំស្ដីខ្ញុំថាគ្មានអ្នករ៉ូស៊ីគ្មានអ្នកអាជីពដូចគ្នាណាគេចង់ឃើញបងប្អូននេះចម្រើនជាងគេនោះទេត្រូវចាំហើយក៏គេមិនមានចិត្តល្អណាយកមន់ល្អមកឲ្យបងប្អូនលក់ធ្វើគេឈ្មោះឲ្យខ្លួនឯងល្បីដែរខ្ញុំជឿជាក់អញ្ចឹងបងព្រោះដោយសារអីបទពិសោធន៍ដែលខ្ញុំធ្លាប់ជួបមកគឺនៅពេលដែលយើងលក់ដាច់យើងទៅរោមន់គេយកមកបង្កាត់យកមកអញ្ចឹងមន់ល្អគេទុកខ្លួនឯងមន់អត់ល្អគេជ្រេយកមកយើងតាមបទពិសោធន៍របស់ខ្ញុំណាអញ្ចឹងបានខ្ញុំបង្កើតមកឲ្យមានដាក់មេបាបង្កាត់ដើម្បីទិញកូនខ្ញុំមកលក់វាល្អជាងយើងដើរទិញមន់ពីគេយកមកលក់ខ្ញុំរាល់ថ្ងៃខ្ញុំអត់ដែលមានមន់បង្កាត់ខ្លួនឯងបងប្អូនខ្ញុំមិនដែលមានសោះព្រោះខ្ញុំជាអ្នកដាក់ឈុតមេបាឲ្យគេបង្កាត់ប៉ុន្តែឈុតមេបាដែលខ្ញុំដាក់ឲ្យគេបង្កាត់សុទ្ធតែជាឈុតមេបាដែលមានគុណភាពហេតុអីខ្ញុំនិយាយអញ្ចឹងខ្ញុំជាមនុស្សម្នាក់ដែលអត់ចូលចិត្តរោគស៊ីចំណាយពេលមួយឆ្នាំជឿដូចគ្នាប៉ុន្តែគ្រប់គុំមន់អន់ទៅឲ្យគេហើយបានតែរយៈពេលខ្លីហើយក៏បាត់បង់អតិថិជនទៅវិញដែរអញ្ចឹងបានខ្ញុំបង្កើតឲ្យមានទី1ងាប់តាមផ្លូវដូរយកទៅអត់ពេញចិត្តដូរយកទៅជំរុះរោមដូរយកទៅស្កររអត់ហ៊ានគេដូរដោយសារអីពួកខ្ញុំចង់រក្សាគុណភាពមួយថាអ្នកដែលគេទិញមន់ពីយើងគឺគេទិញយកទៅជុលបងប្អូនយល់ពាក្យហ្នឹងអត់គេទិញយកទៅជុលចុះបើគេទិញទៅអត់បានជុលมันស្មើនឹងគេចោលលុយទៅទេ3 4ខែមន់ជំរុះអីយកទៅក្រុងចោលបងប្អូនគាត់ថាវាជារឿងត្រឹមត្រូវអត់ទេហើយខ្ញុំក៏ធ្លាប់ត្រូវបានមនុស្សដែលរស់ស៊ីអាជីពដូចគ្នាធ្វើបាបដែរទាំងលក់មន់បន្លំពូជទាំងបខោឈ្មោះទាំងចាក់រុកអ្នកដតីប៉ុន្តែហេតុអីខ្ញុំនៅតែឈរបានមកដល់ចំណុចនេះត្បិតតែវាមិនធំដុំដូចទ្រង់គេល្បីប៉ុន្តែខ្ញុំអាចរស់បានដោយខ្លួនឯងខ្ញុំរស់បានដោយសบายចិត្តហេតុអីបានខ្ញុំនិយាយភាសាហ្នឹងទី1ខ្ញុំដាក់មេបាដែលខ្ញុំស្រឡាញ់របស់ដែលខ្ញុំស្រឡាញ់គឺខ្ញុំដាក់យកទៅឲ្យបងប្អូនយើងប្រកាសទី2ខ្ញុំមានសិទ្ធិក្នុងការជ្រើសរើសមេបាយកទៅដាក់ឲ្យគាត់ពួកគាត់ប្រកាសស្រឡាញ់អីគាត់ប្រកាសពីមកឲ្យខ្ញុំអ្នកលក់ចំណុចទី3ដែលកាន់តែសំខាន់នោះគឺគេស្រឡាញ់ចូលចិត្តខ្ញុំទៅណាក៏គេស្រឡាញ់គេបានន័យថាយើងសប្បាយចិត្តនឹងទទួលស្នាមខ្ញុំពីពួកគាត់យើងអត់មានអារម្មណ៍ថាលក់មន់ហើយភ័យលក់មន់ហើយខ្លាចជួបអ្នកដែលស្គាល់ដែលយើងធ្វើស៊ីគេអត់ទេខ្ញុំរាល់ថ្ងៃខ្ញុំនិយាយអស់បងប្អូនខ្ញុំចេញទៅណាមានអ្នកស្គាល់ខ្ញុំសប្បាយចិត្តខ្ញុំឡើងលបឿនលឿនបុគ្គលិកផ្លូវលបឿនលឿនស្គាល់ទៅហូបកាហ្វេអដងឈប់ទិញតែចៃដន្យគេស្គាល់ទៅទិញបរេនគេស្គាល់ទៅទិញអីតាមផ្លូវគេស្គាល់យើងអត់ឡូវយើងអត់អស់ចាប៉ុន្តែជាអ្វីដែលយើងចង់បានកន្លងមកដែលយើងខំប្រឹងសាងគេឈ្មោះបើបងប្អូនយល់ល្អជាយើងប្រកាសអ្នកដែលមានដីធំជាយើងប្រកាសទៅឲ្យរើសមេបាល្អមកកុំស្ដាយលុយទិញមេបាល្អមន់ថ្មីមួយគ្រាប់50ម៉ឺន150 250បងប្អូនហ៊ានទិញយកជុលប៉ុន្តែមន់ជុលហើយមានប្រវត្តិល្អខូចភ្នែកបាក់ស្លាប់បាក់អីបានប្រកាសមេ300 400ហ៊ានទិញណាតែខ្ញុំគិតអញ្ចឹងដោយសារអីខ្ញុំឲ្យតម្លៃទៅលើមន់ដែលមានប្រវត្តិឈ្នះហើយខ្ញុំមើលស្ថានភាពហើយខ្ញុំមើលផែនមន់ដែរអញ្ចឹងមន់ដែលខ្ញុំបង្កើតមកមានអ្នកខ្លះឆាតមកសួរខ្ញុំថាអូនឯងបង្កើតមិនបានមន់ត្រង់ឯងស្អាតផែនអត់ចាញ់មន់នាំចូលទេវាមិនមែនសតតែស្អាតដូចបងគិតទេតម្រាំតែឈុតនឹងខ្ញុំដាក់ឲ្យបងប្អូនយើងបង្កើតអញ្ចឹងណាសាហ្នឹងកូនយើងមកស្អាតខ្ញុំដូរមេចេញហើយខ្ញុំដាក់មេផ្សេងទៅបង្កើតមួយវាទៀតតាមឈាមតាមពូជដែលយើងចង់បានទៅដាក់រហូតតតែយើងទទួលបានមន់ដែលមានគុណភាពហើយរូបរាងវាផែនវាទទួលយកបានក្នុងតម្លៃសមរម្យមួយអញ្ចឹងបងប្អូនជឿខ្ញុំបំណាច់ថាចាយពេល1ឆ្នាំជាងចាប់អាជីពមួយនេះបងប្អូនចំណាយពេលឲ្យចំរបស់ដែលខ្លួនឯងចង់បានកុំឲ្យខាតពេលហើយជឿជាក់នឹងចាំស្ដីស្ដេចបាសីដោយភាសានិយាយច្បាស់ទៅថានៅពេលដែលបងប្អូនវាយលុកបែបណាទទួលផលបែបហ្នឹងពេលចំណុចចាប់ផ្ដើមបងប្អូនខ្ជិះខ្ជាយ
mình vô cho tục đạ mình chơi hơi ban trầm trầm style lôi tham lôi nó phải là bóng ôn lụa bóng ôn nó tụi bà ròm nó mình cái tình bóng ôn có tham chất tham lôi đối tất nhiên chẳng tại bóng ôn chỉ này bây giờ nó chập đào rất vô mòn lõ bóng ôn nâng tụi ban Paul lõ nó phải là bóng ôn lụa câu được mình rồi mòn dương xa mòn dương rúp mòn dương quay mòn dương làm lõ cái tình với chạy nó giờ đâu thì nó nhưng chưa thầm bóng ôn vô cho nói đừng hỏi bà sân chỉ bóng ôn mình cho ball FC mình nâng comment khang cao mất nhôm đừng trâu từ an comment bóng ôn con trai cho bố bóng ôn đây cho này bây giờ mơ video này